ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនអ្នកគ្នាអំពីរបៀបដាក់ follow page ណាបងប្អូនអូខេបាទនេះ follow page បងប្អូនអូខេបាទអញ្ចឹងយើងដាក់ឲ្យបានច្រើនតាមអ្វីដែលយើងចង់បានអញ្ចឹងណាបងប្អូនអូខេបាទគឺល្អបំផុតសម្រាប់បងប្អូនជាអ្នកលក់ដូរប្រកបអាជីវកម្មតាមបណ្ដាញសង្គម Facebook នេះណាបងប្អូនបាទអញ្ចឹងគឺដើម្បីឲ្យភ្ញៀវរបស់យើងបាទភ្ញៀវរបស់យើងអតិថិជនរបស់យើងអីចឹងណាមានទំនុកចិត្តទៅលើ page របស់យើងដោយសារអីបងប្អូនបាទដោយសារតែមាន follow ច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំធ្វើការបង្ហាញជូនបងប្អូនតែម្ដងបាទហើយការធ្វើនេះគឺអត់មានអីត្រូវឲ្យញ៉ៃទេបងប្អូនអូខេបាទគ្រាន់តែបងប្អូនមើលតាមវីដេអូនេះគឺបងប្អូនអាចធ្វើបាន 100% តែម្ដងណាបងប្អូនអូខេបាទហើយអត់ចាំបាច់បំពេញអីpassword អីអត់ត្រូវការទេបងប្អូនអូខេបាទត្រូវការតែ link page តែប៉ុណ្ណោះណាបងប្អូនអូខេបាទហើយសម្រាប់ការធ្វើនេះគឺយើងធ្វើនៅក្នុង website ខ្មែរ MM បងប្អូនអូខេបាទនេះ website ខ្មែរ MM តែបងប្អូនដែលអត់ទាន់ចេះចុះឈ្មោះបងប្អូនអាចតែចុះឈ្មោះបានបាទចុចចូលក្រុមបងប្អូនគេបាទ search ខ្មែរ MM ឬមួយក៏វាយតាម link domain ដែលខ្ញុំបានដាក់ជូនបង្ហាញបងប្អូននេះអញ្ចឹងបងប្អូនវាយទៅហើយបងប្អូនធ្វើការចុះឈ្មោះទៅបងប្អូនគេបាទចុះឈ្មោះខ្ញុំមានវីដេអូទាំងអស់បងប្អូនគេបាទវីដេអូរបៀបចុះឈ្មោះរបៀបដាក់លុយបាទគឺងាយស្រួលមែនតើបងប្អូនអត់ពិបាកទេបាទអញ្ចឹងណាបងប្អូនគេបាទអញ្ចឹងខ្ញុំសូមចាប់ផ្ដើមបង្ហាញជូនបងប្អូនតែម្ដងទៅណាបងប្អូនគេបាទអញ្ចឹងបងប្អូនយើងចូលមកក្នុង website ខ្មែរ MM នេះមកបន្តមកទៀតបងប្អូនអូទៅលើបន្តិចបងប្អូនគេបាទអូទៅលើបន្តិចទៅបងប្អូននឹងឃើញមានពាក្យថា category ណាបងប្អូនគេបាទពាក្យថា category អញ្ចឹងបងប្អូនចុចលើ category នឹងមកបងប្អូនគេបាទរកមើលពាក្យថា Facebook page follower ឬមួយក៏ Facebook follower ណាបងប្អូនគេបាទអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចុចលើនឹងទៅដោយសារអីអានេះគឺសេវាកម្មដែលអាប់ដេតថ្មីបាទអញ្ចឹងវានៅខាងលើគេហ្នឹងបងប្អូនគេបាទបើសិនជាអត់ឃើញទេបងប្អូនអូសមកក្រោមបន្តិចហ្នឹងនឹងឃើញហើយបងប្អូនគេបាទរកមើលដូចគ្នាបងប្អូនអ្នកគ្នាបាទគឺអាចមាន page follower ឬមួយក៏ Facebook follower អញ្ចឹងណាបងប្អូនគេបាទអញ្ចឹងខ្ញុំសូមយកខាងលើនេះទៅបងប្អូនបាទអញ្ចឹងបងប្អូនបន្តមកទៀតបងប្អូនជ្រើសរើសបាទជ្រើសរើស service មកបងប្អូនគេបាទជ្រើសរើស service ដែលយើងចង់ប្រើណាបងប្អូនគេបាទតើចង់ប្រើទៅលើ service មួយណាអីមួយណាអញ្ចឹងណាបងប្អូនគេបាទអញ្ចឹងបងប្អូនអាចជ្រើសរើសបានតាមអ្វីដែលបងប្អូនត្រូវការណាបងប្អូនគេបាទហើយតម្លៃគឺមហាធូរថ្លៃតែម្ដងបងប្អូនគេបាទ 1k follow អស់13សេនបាទ 1k follow អស់13សេនពីមុនគឺធូរជាងនេះទៀតតែឥឡូវរៀងឡើងបន្តិចណាបងប្អូនគេបាទឡើង3សេនណាបងប្អូនបាទពីមុន10សេនឥឡូវ3ខុសគ្នា3សេនឥឡូវ13សេនអញ្ចឹងណាបងប្អូនបាទ 1k follow បងប្អូនបាទគឺធូរថ្លៃមែនតើបាទអញ្ចឹងយើងយកលើនឹងទៅបងប្អូនអូខេបាទបន្តមកទៀតបងប្អូនយក link page មកដាក់នៅកន្លែងនេះមកបាទអញ្ចឹងបងប្អូនសូមទៅ copy link page មកបាទ copy link page ហ្នឹងគឺ page របស់គេក៏បាន page ខ្លួនឯងក៏បានដែរណាបងប្អូនអូខេបាទសម្រាប់ TikTok បាទអញ្ចឹងសម្រាប់បងប្អូនដែលយក link page មកធ្វើម៉េចបងប្អូនត្រូវតែបើកប្រទេសណាបងប្អូនអូខេបាទបើកប្រទេសបែបនេះណាបងប្អូនអូខេបាទបើកឲ្យវាចេញជា public តែបើសិនជាបងប្អូនអត់បានបិទប្រទេសគេហៅថា restrict country ណាបងប្អូនអូខេបាទ restrict country ណាអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បើកវាបងប្អូនអាចបើកវាបានណាបងប្អូនអូខេបាទតែបើសិនជាបងប្អូនអត់ទាន់បានបិទប្រទេសទេជាស្រ័យបើសិនជាបងប្អូនបានបិទប្រទេសគឺបងប្អូនតើបើកវាសិនទៅណាបងប្អូនអូខេបាទដើម្បីបញ្ជាទិញបានណាបងប្អូនបាទអញ្ចឹងសូម copy link page មកតែម្ដងមកបងប្អូនអូខេបាទ copy link page អញ្ចឹងមកបន្តទៀតខ្ញុំថយឲ្យវិញចូល website ដដែលហើយខ្ញុំចុចពាក្យថានេះចូលកន្លែង input link បងប្អូនអូខេបាទកន្លែង input link កន្លែងដាក់ link បងប្អូនបាទចុចលើនឹងមកបន្តមកទៀតបងប្អូនកន្លែងនេះកន្លែង quantity ណាបងប្អូនអូខេបាទជាកន្លែងដែលហៅថាបរិមាណបងប្អូនចង់ដាក់ចំនួនណាចំនួនបងប្អូនចង់ដាក់ប្រមាណដែរបាទអញ្ចឹងបើសិនជាបងប្អូនចង់ដាក់ប្រមាណបងប្អូន select ប៉ុណ្ណឹងទៅបាទសម្រាប់ខ្ញុំណែនាំជូនបងប្អូនគឺត្រឹម 10k 20k បាទតែបងប្អូនណាបាទបងប្អូនចង់ដាក់ 1k ក៏ដាក់ទៅបាទអស់ 1k នេះអស់ប៉ុន្មានបងប្អូនគ្នាបាទឥឡូវសេលេខ 1000 ទៅបងប្អូនគ្នាបាទសេលេខ 1000 យកមកនេះអស់13សេនណាបងប្អូនបាទ 1k follower បងប្អូន13សេនបាទហើយបងប្អូនដាក់ឧទាហរណ៍ដាក់ 10000 គឺ1រៀលជាងបងប្អូនក៏ 10k follower បងប្អូនអូខេបាទចង់ដាក់ប្រមាណក៏បានដែរបងប្អូនគ្នាបាទតែខ្ញុំណែនាំបងប្អូនដាក់ 10k ឬមួយក៏ 20k ហ្នឹងចាំវាដែរចាប់ចាំយើងដាក់ប៉ុណ្ណឹងទៀតទៅគឺល្អមែនតើណាបងប្អូនអូខេបាទគឺល្អណាបងប្អូនបាទចំនួនប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនថាមើលឧទាហរណ៍បងប្អូនមើលវីដេអូនេះទស្សនាវីដេអូនេះគឺប្រហែលខែក្រោយទៅថាបងប្អូនចូល website មកអត់តម្លៃប៉ុណ្ណេះទេអត់តម្លៃ13សេនទេអាហ្នឹងតម្លៃវាប្រែប្រួលបងប្អូនអូខេបាទដោយសារតែបច្ចុប្បន្ននេះគឺតម្លៃធូរថ្លៃណាបងប្អូនបាទឡើងចុះបាទមិនឡើងចុះតាមសាំងទេបងប្អូនបាទអញ្ចឹងបងប្អូនខ្ញុំអត់សូមបញ្យល់ច្រើនទៀតទេខ្ញុំចុចយក submit យកតែម្ដងបាទដោយសារតែខ្ញុំដាក់ 10k ហើយបាទខ្ញុំឃើញគិតលុយ1រៀលជាងបងប្អូនអូខេបាទហើយយើងដាក់លុយចូល account យើងមុនបងប្អូនអូខេបាទដាក់លុយចូល account មុនបានទិញបានណាបងប្អូនបាទអ
ចឹងយើងចុច submit មកបងប្អូនអូខេបាទចុច submit មកបាទ submit ចឹងមកបងប្អូនរងចាំបន្តិចបាទវាចេញជាវិក័យប័ត្រថាវិក័យប័ត្រចុះបែបនេះណាបងប្អូនអូខេបាទនេះចេញជាបែបនេះឲ្យយើងមួយណាបងប្អូនបាទអញ្ចឹងបងប្អូនរងចាំសិនទៅបងប្អូនអូខេបាទជាធម្មតាសេវាកម្មខ្លះអាចពី3 4ម៉ោងទៅណាបងប្អូនអូខេបាទសេវាកម្មខ្លះអាចលើសជាងនឹងហើយសេវាកម្មរបស់ខ្ញុំបានបញ្ជាទិញនេះគឺដាក់ថា47នាទីអញ្ចឹងមានន័យថាប្រហែលជា1ម៉ោងបងប្អូនអូខេបាទប្រហែល1ម៉ោងកន្លះម៉ោងហ្នឹងគឺយើងទទួលបានលទ្ធផលនៅក្នុង page របស់យើងហើយណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចទៅតាមដាន page របស់យើងបានបាទ refresh មើលទៅបងប្អូនអូខេបាទវាឡើងនៅកន្លែងនេះណាបងប្អូនបាទគ្នាបាទដោយសារតែខ្ញុំទៅដាក់មិញទៅវាអត់ឡើងភ្លាមទេបងប្អូនបាទគ្នាបាទអញ្ចឹងបងប្អូនតាមដានខ្លួនឯងណាបងប្អូនអូខេបាទតែបងប្អូនកុំបារម្ភបើសិនជាវាអត់ដើរថា1ម៉ោងអត់ដើរបងប្អូនរងចាំប្រហែលជា2 3ម៉ោងទៀតវាដើរហើយអញ្ចឹងណាបងប្អូនអូខេបាទសេវាកម្មខ្លះអាច6 7ម៉ោងអីទៅបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអូខេបាទបើសិនជាពេញចិត្តវីដេអូនេះចុច like មើលបងប្អូនអូខេបាទបើសិនជាចង់ឲ្យខ្ញុំធ្វើវីដេអូអីផ្សេងទៀតបងប្អូនអាច comment ប្រាប់បានណាបងប្អូនបាទឬមួយក៏ comment សួរបានហើយសម្រាប់ការសាកសួរក៏បងប្អូនតាក់ទងមកតាមនេះណាបងប្អូនបាទចូលក្នុង website មកហើយចុចពាក្យថា ticket នេះបងប្អូនអូខេបាទបើសិនជាបងប្អូនឆាតមកតាម page គឺតបអត់អស់ទេបងប្អូនអូខេបាទអញ្ចឹងណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ